ក្នុងការរចនាបន្ទប់ទឹកការរៀបចំទីតាំងសម្ភារៈអនាម័យពិតជាសំខាន់ការដាក់ឡាបូបង្គន់និងអាងទឹកឲ្យមានរបៀបរៀបរយជួយឲ្យយើងចំណេញលំហនិងមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃចំណុចមួយទៀតដែលស្ថាបត្យករតែងតែយកចិត្តទុកដាក់គឺចម្ងាយរវាងគ្រែគេងនិងបង្គន់បើបង្គន់នៅឆ្ងាយពេកវានឹងបង្កការលំបាកនិងមិនមានផាសុកភាពសម្រាប់ម្ចាស់ផ្ទះជាពិសេសនៅពេលយប់ការដាក់បង្គន់ឲ្យនៅជិតបន្ទប់គេងគឺជាជម្រើសវៃឆ្លាតបំផុតជាចុងក្រោយគឺការបែងចែកតំបន់សាមនិងស្ងួត Wet and Dry Zone បើបងប្អូនមិនរៀបចំឲ្យបានត្រឹមត្រូវទេបន្ទប់ទឹកនឹងសើមជោកគ្រប់កន្លែងដែលងាយនឹងបង្កឲ្យអរអ៊ឺលដួលនិងមានក្លិនផ្អូមការប្រើប្រាស់កញ្ចក់ឬការរៀបចំអាងទឹកនៅជ្រុងម្ខាងជួយឲ្យបន្ទប់ទឹកស្អាតនិងមានសុវត្ថិភាពជានិច្ច